ឃើញអង្គុយធ្វើមុខស្អុយហ្នឹងមិនមែនខូចចិត្តឬស្នេហាអូនបងទេណាអរេតែដោយសារតែឃ្លាននំថ្នោតហើយក្រោយផ្ទះយើងហ្នឹងវាអត់មានដើមថ្នោតមានតែដើមដូងអញ្ចឹងហើយក៏នឹកឃើញថាអីមែនតានៅព្រែចុះមានដើមថ្នោតឡង្កអញ្ចឹងហើយក៏សម្រេចចិត្តថាជិះម៉ូតូទៅរើទៅឥឡូវនេះគឺយើងជួយហើយនិយាយថាបោកឡើងហុយដីទលងតែម្ដងនេះគឺដើមថ្នោតហើយដើមថ្នោតហ្នឹងចែកដនអីអាគេទឹមវះយកទឹកវាក៏ដើរទៅមើលទៅនិយាយថាហេងមែនតែនថារើសបានឡើង3 4ឥឡូវនេះគឺយើងយកមួយបានហើយយកមកលាងទឹកវាយកទៅធ្វើជានំណែអ្នកនរគ្នាបកសបកវាមកហើយបកឲ្យអទៅសាពិបាកបកពេកគឺយើងយកអាញួរមកម្ដុំវាឲ្យវាងាយស្រួលបកឥឡូវនេះគឺបកបានសម្រាប់ហើយយកទៅណាទៀតគឺយកដាក់ទឹកយើងហ្នឹងច្រវាច់វាយកខ្ទិះឲ្យអស់អញ្ចឹងកំពុងតែច្រវាច់សុកក៏នឹកឃើញថាអីបើធ្វើនំថ្នោតធម្មតាដែរធ្វើធ្វើអីមិនជីទៅផ្សារហើយទៅទិញញ៉ាំត្មងទៅវាស្រួលជាងក៏នឹកឃើញថាបើគុំតែធ្វើដែរយកវាទៅឆ្នៃឥឡូវនេះគឺយើងច្រវាច់យកខ្ទិះវាយកខ្ទិះហ្នឹងទៅឆ្នៃធ្វើជានំថ្នោតដ៏មានឲ្យជួយរសឈ្ងុយសែនឆ្ងាញ់ឥឡូវនេះគឺយើងថាច្រវាច់រួចរាល់ច្រវាច់តែមួយគ្រាប់ហ្នឹងនិយាយថាពីណែណូច្រើនឥឡូវនេះគឺយើងដាក់សចូលមកហើយក៏លុកចុកឆាវាឲ្យវាម៉ត់គ្រាន់តែកន្លុកនឹងក៏ឈ្ងុយទៀតហើយឥឡូវនេះគឺយើងដាក់ម្សៅអង្គរយើងចូលមកដាក់មកល្មមបានហើយកុំដាក់ច្រើនពេកលើវាហាប់ជ្រុលអញ្ចឹងណាហើយបន្ទាប់មកគឺយើងច្រវាច់ចុះច្រវាច់ឡើងឥឡូវនេះគឺយើងចាត់សម្ភារៈរបស់យើងនឹងដើម្បីធ្វើជាស្នូលរបស់នំថ្នោតរបស់យើងឥឡូវនេះគឺយើងចាប់ផ្ដើមដាក់វាឈ្ងុយអើយឈ្ងុយហើយដាក់សម្ភារៈរបស់យើងដែលជា snow ហ្នឹងដាក់វាចូលមកនិយាយទៅ snow របៀបណាក៏ដាក់ចេះតែដាក់តាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាទេតែនេះគឺតាមចំណង់ចំណូលចិត្តរបស់ខ្ញុំឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់វាឲ្យអ្នកទាំងអស់គ្នាអាចដាក់ស្លឹកត្នោតបានព្រោះអីខ្ញុំអត់មានស្លឹកត្នោតអញ្ចឹងហើយក៏ខ្ញុំដាក់ហុំហ្នឹងទៅតែដល់ពេលខ្ញុំដាក់ហុំហ្នឹងក៏ខ្ញុំដាក់ប្រេងឆាលាបវាពីក្រោមពីលើហ្នឹងឲ្យវាទន់ស្រួលក្នុងការបកនៅពេលដែលវាឆ្អិនអញ្ចឹងណាឥឡូវនេះគឺយើងរួចរាល់យកវាទៅណាទៀតហ្នឹងហើយគឺយកវាទៅចំហុយហើយគ្របវាទៅរយៈពេលមួយឆ្អិនណែដល់ពេលមួយឆ្អិនហើយនិយាយថាបោកមកឡងហុយទៅលងហើយឡងឈ្ងុយទៅហ្មងបើឈីរបស់យើងហៀដល់ក្រៅឥឡូវនេះគឺយើងចាប់វាដាក់ខ្ទះរបស់យើងមកណែអ្នកនរគ្នាអើយនិយាយថាវាក្លៀនឆាប់តែម្ដងឥឡូវនេះគឺយើងចាប់វាហើយនិយាយថាទុនល្អៀតដូចបង្អែមអញ្ចឹងណាអ្នកនរគ្នាឥឡូវនេះគឺយើងគោះវាដាក់ចានតែដោយសារតែគោះទៅវាអត់មានប្រសិទ្ធភាពអញ្ចឹងហើយក៏គោះខ្វេះវានឹងដាក់ចានមកនិយាយថាពុំរបស់យើងនឹងស្អាតទៀតដល់ពេលគោះមកនិយាយថាពីអែមតែម្ដងឥឡូវនេះគឺយើងគោះមួយកុំឲ្យវាបែកស្ថានភាពថាឥឡូវនេះគឺយើងរួចរាល់ហើយយកទៅណាទៀតយកទៅរោយនឹងខ្ទឹមស្រួយរបស់យើងហើយយកទៅណាទៀតនេះគឺយកមកញ៉ាំនិយាយថាដាក់មួយម៉ាត់ភ្លាមលានភ្នែកចេញមកក្រៅទៅហ្មងនិយាយថារសជាតិវិញឡើងឈ្ងុយជាមួយនឹងឈីសរបស់យើងហើយនឹងពេញប៉ោះការ៉ុតយើងនឹងនិយាយថាពីឆ្ងាញ់អូឆ្ងាញ់អ្នកនរគ្នាមិនបាច់សម័យរសជាតិចាំខ្ញុំប្រាប់រសជាតិថាឆ្ងាញ់ប្រភេទណាគឺនិយាយថាល្មួតទុនផ្អែមល្មួតញ៉ាំសុកនឹកឃើញថាអីមិញភ្លេចហុចឲ្យអ្នកនរគ្នាញ៉ាំហើយឥឡូវនេះណែហុចឲ្យអ្នកនរគ្នាញ៉ាំដែរស្រួលមានកម្លាំងក្នុងការមើលវីដេអូខ្ញុំបន្តទៀតហើយពងញ៉ាំសុកក៏មកដើរមកស្រួលនំអីគេនំថ្នោតនំថ្នោតឆ្នៃបាទអូនំថ្នោតឆ្នៃមើលខ្លាញ់បាក់ទេឈី